នៅក្នុងវីដេអូនេះអ្នកគ្រូនឹងកែចំណោទលេខ2ក្នុងមេរៀនការបូកចំនួនទស្សភាគភាគ10គ្មានត្រាទុកចឹងចំណោទលេខ2គេដាក់ថាតារាលក់ខ្សែភ្លើងលើកទី1បានប្រវែង 30.5 ម៉ែត្រនិងលក់លើកទី2បានប្រវែង 26.3 ម៉ែត្រតើតារាលក់ខ្សែភ្លើងទាំងពីរលើកបានប្រវែងប៉ុន្មានម៉ែត្រចឹងនៅក្នុងចំណោទនេះគេប្រាប់យើងថាតារាលក់ខ្សែភ្លើងលើកទី1បានប្រវែង 30.5 ម៉ែត្រហើយលក់លើកទី2បានប្រវែង 26.3 ម៉ែត្រហើយគេសួរយើងទាំងពីរលើកហ្នឹងសរុបទាំងអស់លក់បានប្រវែងប៉ុន្មានម៉ែត្រចឹងដើម្បីរកប្រវែងសរុបប្រវែងខ្សែភ្លើងសរុបដែលលក់បានទាំងពីរលើកគឺយើងត្រូវយកប្រវែងខ្សែភ្លើងដែលគេលក់លើកទី1បានហ្នឹងគឺ 30.5 ហ្នឹងបូកនឹងប្រវែងខ្សែភ្លើងដែលគេលក់លើកទី2បានគឺ 26.3 អានេះគឺយើងគិតទៅលើប្រមាណវិធីប៉ុន្តែពេលដែលសរសេរចម្លើយគឺយើងអត់ទៅសរសេរយ៉ាងទេគឺយើងត្រូវសរសេរឲ្យមានរបៀបរៀបរយចាអញ្ចឹងគឺយើងដាក់ចម្លើយមកដែលយើងដាក់ចម្លើយហ្នឹងគឺយើងបែងចែកជាពីរខាងមួយខាងយើងដាក់ប្រមាណវិធីមួយខាងយើងដាក់របៀបឆ្លើយអញ្ចឹងអ្វីដែលយើងចង់រកគឺរកតារាលក់ខ្សែភ្លើងទាំងពីរលើកបានប្រវែងចានេះគឺគាត់លក់បានលើកទី1 30.5 ម៉ែត្រហើយលើកទី2បាន 26.3 អញ្ចឹងដើម្បីរកប្រវែងខ្សែភ្លើងទាំងអស់គឺយើងត្រូវយកបូកចូលគ្នាទាំងលើកទី1និងលើកទី2ចឹងពេលយើងសរសេរជូតដេកហើយយើងត្រូវគណនាខាងប្រមាណវិធីចឹងយើងដាក់មកលើកទី1គឺ 30.5 ចា 30.5 បូកនឹងលើកទី2គឺ 26.3 ចឹងដើម្បីបូកចំនួនទស្សភាគភាគ10គឺយើងត្រូវតម្រៀបឲ្យត្រូវតាមខ្ទង់ចានេះខ្ទង់ភាគ10យើងដាក់ឲ្យត្រូវគ្នាមកក្បៀសយើងដាក់ឲ្យត្រូវមួយក្បៀសមកហើយអានេះខ្ទង់រាយលេខ2ខ្ទង់10យើងដាក់ឲ្យត្រូវគ្នាមកបន្ទាប់មកយើងចាប់ផ្ដើមបូកពីខ្ទង់ភាគ10 5បូក3 8ជាងយើងសេលេខ8ហើយក្បៀសនេះគឺយើងត្រូវដាក់ឲ្យគេវិញ6បូកសំទោស0បូក6ចា0បូក6ស្មើ6យើងសេលេខ6បន្ទាប់មក3បូក2 5អញ្ចឹងយើងសេលេខ5ចឹងនេះគឺជាប្រវែងដែលប្រវែងខ្សែភ្លើងសរុបដែលគេលក់បានទាំងពីរលើកគឺ 56.8 ពេលឃើញចម្លើយគឺយើងយកមកសរសេរខាងរបៀបឆ្លើយចឹងយើងដាក់មក 56.88 ម៉ែត្របន្ទាប់មកជំហានចុងក្រោយយើងឆ្លើយថាតារាលក់ខ្សែភ្លើងទាំងពីរលើកបានប្រវែង 56.8 ម៉ែត្របន្ទាប់មកយើងត្រូវគូសហុំចាយើងត្រូវគូសហុំឲ្យលោកគ្រូអ្នកគ្រូរបស់យើងឲ្យឃើញស្អាតដើម្បីឲ្យគាត់ឲ្យបន្ទុកមកយើងពេញកុំឲ្យចាបាត់បន្ទុករបស់យើងអញ្ចឹងតកតងទៅនឹងកំណែចំណោទលេខ2ចានៅក្នុងមេរៀនការបូកចំនួនទស្សភាគភាគ10គ្មានត្រាទុកចាក៏មានប៉ុណ្ណឹងចាសូមអរគុណច្រើននិងសូមជម្រាបលា